đây bây mà từng ở kia ngày này chiều cho môi đang admin mà đang tiết hai cho môi đang phép buônในเรื่อง overdue มันđangโจดใส่เรื่องរបស់យើងសូមជួយចុច like share និង subscribe ម្នាក់មួយផងណាតោះចូលសាយរឿងទាំងអស់គ្នាហ្មងទៅផ្ទះនៃគ្រូសាមូរងឲ្យតែពេលព្រឹកឡើងលោកស្រីមូរងក៏ដូចជាបងស្រីធំហ្នឹងតែងតែមកគោរពស្លាកព្រលឹងរបស់លោកម្ចាស់មូរងជាមួយនឹងខ្សែកដែលលោកស្រីមូរងគាត់ពាក់ជាប្រចាំហ្នឹងដោយសារនៅក្នុងហ្នឹងមានឆ្អឹងម្រាមដៃរបស់លោកម្ចាស់មូរងបន្ទាប់ពីគោរពរួចហើយគាត់ក៏យកមកពាក់វិញកូនស្រីក៏ថាឲ្យម្ដាយឪពុកស្លាប់ជិត10ឆ្នាំទៅហើយនៅតែធ្វើបែបហ្នឹងជារៀងរាល់ថ្ងៃទៀតហើយយកឆ្អឹងឪពុកមកពាក់ជាប់ខ្លួនបង្ហាញថាគាត់នេះស្រឡាញ់ប្តីគាត់ខ្លាំងណាស់ម្ដាយអានេះក៏ថាទៅមកប្រកាសនេះមិនដាច់ចិត្តពេលនឹកឃើញដល់ឪពុករបស់គេត្រូវកប់នៅកដៅកដៃម្នាក់ឯងបានជាយកឆ្អឹងឪពុកគេហ្នឹងមកដាក់ជាប់ខ្លួនស្នុកគាត់និយាយជាមួយនឹងប្តីរបស់គាត់ជាប្រចាំក៏ឲ្យប្តីគាត់អត់សក់ក៏ស្រីធំហ្នឹងក៏ណាស់ទៀតថានិយាយជាមួយឪអីពេលដែលគាត់នៅរូមដែរនិយាយជាមួយផងហ្នឹងតនិយាយចប់ទឹកដឹងថាខ្លួនឯងនិយាយខុសហើយម្ដាយនេះក៏ស្ដីឲ្យនិយាយអត់បានការគេញ៉ាំផ្លែឈើទៅហើយនាងក៏លុកដៃយកផ្លែឈើតែត្រូវម្ដាយទះដៃហើយនិយាយថាខ្លួនជាស្រីមុននឹងនិយាយស្ដីពេលញ៉ាំអ្វីមួយត្រូវតែចេះប្រយ័ត្នជាមួយនឹងកាយវិការខ្លួនហើយមូរងឈីងរួយហ្នឹងក៏រអ៊ូជាមួយនឹងកូនប្រសាស្រីថាថ្មើនេះហើយនៅមិនតាន់បង្ហាញខ្លួនមកគោរពម្ដាយក្មេកទៀតនិយាយហ្នឹងគឺសំដៅទៅដល់ទូស្រីរបស់យើងហ្នឹងថាចាំមើលមកដល់ដឹងតែបដៅណាណៃហ្មងឲ្យចេះពីរបៀបគោរពចាស់ទុំគោរពប្តីកុំឲ្យគ្រួសារគេនឹងបាក់មកហើយពេលហ្នឹងហ្វាំងមូឡានក៏បង្ហាញខ្លួនកូនស្រីធំហ្នឹងគេប្រុងមាត់រួចហើយនឹងស្ដីឲ្យនាងតែមិនមែនទេអ្នកដែលមកហ្នឹងគឺជាស្ត្រីជនជាតិបរទេសដែលជាមិត្តជិតស្និទ្ធរបស់ហ្វាំងមូឡាននោះមានឈ្មោះថាស៊ីថានាងមកហ្នឹងគឺដើម្បីមើលទីតាំងដែលនាងហ្វាំងនឹងរស់នៅតើសមស្របដោយអ្វីដែលនាងហ្វាំងហ្នឹងធ្លាប់រស់នៅអាឡម៉ង់ដែរឬមកក៏អត់លក្ខណៈថានិយាយចេញមកគឺមើលងាយគ្រួសារមូរងមានអីមូរងឈិនរួយហ្នឹងគេក៏សើចចំអកវិញទៅថាជាកូនស្រីមហាសេដ្ឋីនៅណានយ៉ាងទាំងមូលតែអវ៉ាន់មានតែប្រមាណកបោបនឹងទេអីអញ្ចឹងខំអួតដែរតែពេលហ្នឹងកញ្ញាស៊ីថាហ្នឹងគេទះដៃផាច់មកជាខ្សែហូហែតែម្ដងស្អីក៏មានដែរដូចរើយកមកពីទីនោះតែម្ដងអញ្ចឹងខ្លាញ់អ្នកផ្ទះមូរងហ្នឹងអត់មានទេអីមើលទៅឈិនរួយអានេះវិញអស់អីនិយាយហ្មងរួចហើយកញ្ញាស៊ីថាហ្នឹងក៏សួរឌឺថាបន្ទប់ហ្នឹងតូចឬមួយក៏ធំអាចដាក់អស់ឬមួយក៏អត់ធ្វើឲ្យបងស្រីធំម្នាក់នេះអស់អីនិយាយហ្មងណែឲ្យឈិនយីយើងវិញលួចមើលពីខាងលើមកហើយបងស្រីធំរបស់គេនេះក៏លេចឃើញគំនូមមិនតាន់ផាត់ពណ៌ក៏និយាយថាគំនូមមិនតាន់គូរួចផងខំប្រឹងយកមកដែរហើយពួកគេក៏នាំគ្នាសើចពេញហ្នឹងដោយសារតែគំនូហ្នឹងគេមិនបានដាក់ពណ៌ទេវាគឺជាគំនូសខ្មៅរបស់វិចិត្រករដ៏ល្បីល្បាញម្នាក់ដែលអ្នកនាងហ្វាំងគេទទួលបានតាំងពីអាយុ10ឆ្នាំមកម្ល៉េះដល់ពេលអញ្ចឹងកាន់តែធ្វើឲ្យឈិនរួយហ្នឹងងើបមុខលេងរួចហ្មងចំណាយឈិនយីរបស់យើងដែលនៅខាងលើឯនេះវិញឡៃអ៊ីក៏មកប្រាប់ពីរឿងដែលគេហ្នឹងទៅសើបពីអ្នកនាងហ្វាំងមូឡានហើយថាគេគឺជាកូនស្រីតែម្នាក់របស់ត្រកូលហ្វាំងនឹងពិតមែនហើយនាងមិនដែលទៅបៃឆឹងទេហើយមកទីនេះក៏មិនធ្លាប់ដែរទៅតែមកពេលរៀបការជាមួយនឹងឈិនយូនឹងឯងធ្វើឈិនយីរបស់យើងគេអស់សំណាចមែនទែនដែលនាងអាចកែប្រែអត្តសញ្ញាណរបស់ខ្លួនបានយ៉ាងល្អបែបនេះហើយឡៃអ៊ីហ្នឹងគេសោកស្ដាយខ្លាំងណាស់ដែលការនោះគេអាចបាននៅ clinic បៃឆឹងបានឃើញស៊ូកំអីគេជួយធ្វើសារស័យឲ្យលោកប្រុសរបស់គេបានហើយតែឈិនយីធ្វើអីទេពេលនេះពួកគេមានពេលវេលាច្រើនអាចមើលនាងតាមសម្រួលបានរួចហើយឈិនយីយើងក៏ស្រែកសួរតែកញ្ញាស៊ីថាតើបងថ្លៃរបស់គេនៅឯណាហេតុអីមិនមកគោរពចាស់ទុំអីអញ្ចឹងណាតែកញ្ញាស៊ីថាហ្នឹងក៏ប្រាប់ទៅថាអ្នកនាងហ្វាំងមានរឿងត្រូវដោះស្រាយច្រើនទៀតវាសំខាន់ជាងរឿងមកគោរពចាស់ទុំនៅទីនេះទៀតនិយាយទៅមើលងាយគ្រប់ម៉ាត់ហ្មងសំបីឈិនយីគេក៏ហួសចិត្តដែរពេលហ្នឹងចំណែកឲ្យទូស្រីវិញនៅកន្លែងធ្វើការឈិនយូណែប្រុងនឹងចូលទៅហើយគេក៏បានឮគេនិយាយគ្នាទាក់ទងនឹងការអញ្ជើញភ្ញៀវមកចូលរួមបើកសម្ពោធសាលាកសិករថ្មីម្ដងទៀតដែលមានអញ្ជើញអ្នកចំនួនធំជាច្រើនក្នុងចំណោមនោះមាន3គ្រួសារធំគឺគ្រួសារហួរគ្រួសារចាំងនិងគ្រួសារលីគេយល់លេសថាឈឺមិនបានមកចូលរួមទេដូច្នេះគ្រួសារផ្សេងទៀតនឹងយកលេសមិនមកចូលរួមដូចគ្នាឈិនយូក៏ថាទៅសាលាកសិករនេះថ្មីត្បិតតែជាសាលាបង្រៀនពិតមែនតែវាជាប់ពាក់ព័ន្ធជាមួយនឹងការសង្គ្រោះទឹកដីរបស់ពួកគេហើយឈ្មោះមួយចំនួនគេកំពុងធ្វើការជាមួយពួកបរទេសដូច្នេះហើយពួកគេមិនចង់ឲ្យមានបញ្ហាបានជាជៀសវាងមិនចូលរួមមិនចម្លើយទេតែពេលនេះពួកគេក៏មានក្តីបារម្ភដោយសារតែសាលារបស់ពួកគេបានបិទទ្វារយូរហើយទើបតែបើកឡើងវិញទេដូច្នេះហើយពួកគេត្រូវការជំនួយឧបត្ថម្ភចាំបាច់ពីពួកដែលមានទាំងនោះដើម្បីដំណើរការសាលាពួកគេតទៅមុខទៀតហើយស៊ូនាងស្ដាប់តែប៉ុណ្ណឹងទេក៏បើកទ្វារចូលតែម្ដងទៅពួកគេក៏រំហាយចាក់ចេញទៅហើយស៊ូនាងបានយកនំប៉ាវដែលឈិនយូនឹងចូលចិត្តមកឲ្យដឹងថាឈិនយូនឹងរវល់មិនតាន់បានញ៉ាំអ្វីទេហើយឈិនយូក៏អរគុណដែលនាងបារម្ភពីគេហើយស៊ូក៏សួរទៅថាតើគេមានបញ្ហាជាមួយការអញ្ជើញភ្ញៀវនៅក្នុងកម្មវិធីសម្ពោធសាលាត្រូវអត់នាងសួរអញ្ចឹងប្រហែលជានាងចង់ជួយឈិនយូហើយមើលទៅតែឈិនយូថាមិនអីទេគេចេញមុខដោយផ្ទាល់អញ្ជើញអ្នកទាំងអស់នោះអាចជាគេទុកមុខឲ្យគ្រួសារមូរងមិនខានរួចហើយនាងក៏ឲ្យគេញ៉ាំនំទៅតនវានៅក្តៅមិនតន់បានដាក់ចូលមាត់ផងសាជនទី3ក៏មករំខានចូលមកដល់ភ្លាមក៏បាញ់ស៊ូនឹងតែម្ដងថានាងអត់បានបង្ហាញខ្លួននៅផ្ទះទេក៏ឲ្យបងស្រីរបស់គេខឹងតាមពិតមកយកចិត្តបងប្រុសគេនៅទីនេះសោះប្រហែលជាស៊ូនឹងជាមនុស្សប្រភេទតែមួយចូលចិត្តធ្វើឲ្យមនុស្សខឹងដូចគេអញ្ចឹងហើយស៊ូក៏ថាហ្មងទៅថាគ្រាន់តែឈិនយីចូលមករំខានបងប្រុសរបស់គេអត់ទាន់បានញ៉ាំអីទេហើយឈិនយីនឹងក៏ថាទៅគ្រួសារគេសំណាងខ្លាំងណាស់ដែលបានកូន
ភាសាដ៏ល្អម្នាក់យកចិត្តទុកដាក់ទៅលើអនាគតស្វាមីអីយ៉ាងហ្នឹងហើយស៊ូស៊ូហ្នឹងក៏ថាទៅប្រកាសណាព្រោះនាងជាគូដណ្ដឹងរបស់ឈីងយូត្រូវតែយកចិត្តទុកដាក់ជាមួយគេអញ្ចឹងហើយធ្វើឲ្យឈីងយីរបស់យើងនេះក្តៅក្រហាយខ្លាំងណាស់ហើយមើលទៅហើយបងប្រុសរបស់គេក៏និយាយថាបានហើយគេញ៉ាំនំសិនតែត្រូវឈីងយីនឹងខត់ថាគ្រួសាររបស់គេត្រូវតែប្រយ័ត្នអាហារខាងក្រៅអញ្ចឹងណាឈីងយូក៏ថានាងមិនមែនជាអ្នកក្រៅទេឈីងយីក៏ថាម្ហូបក៏ទិញមកពីក្រៅដែរហើយក៏ថាចាំគេជួយភ្លក់សិនខែលោមានថ្នាំពុលអីអញ្ចឹងណាហើយក៏យកនំប៉ាវនឹងមកញ៉ាំទៅហើយក៏សរសើរថាវាជានំប៉ាវនៅហាងល្បីមួយបងថ្លៃទៅតែមកដល់ណានឆឹងទេតែអាចរកទិញនំនៅហាងល្អនេះឃើញអាស៊ូនេះមិនបានឲ្យចាញ់ទេថាដើម្បីឈីងយូរបស់តែគេចូលចិត្តមិនពិបាកសម្រាប់នាងឡើយដល់ពេលលឺអញ្ចឹងឈីងយីក៏ថាគេចូលចិត្តនំនឹងដូចគ្នាអញ្ចឹងថ្ងៃក្រោយឲ្យនាងជួយទិញឲ្យគេផងប៉ុន្តែស៊ូនឹងបដិសេធក៏ថាឲ្យគេនឹងរកទិញតែខ្លួនឯងទៅឈីងយីថាបើនាងបដិសេធជាមួយគេអញ្ចឹងថ្ងៃក្រោយគេនឹងមកលួចអាហាររបស់បងប្រុសគេទៀតហើយពួកឈីងយីក៏និយាយតទៀតថាបងប្រុសមិនប្រកាន់ជាមួយគេណាអីហើយបន្ទាប់ពីហ្នឹងស៊ូក៏និយាយថាខ្លួនមានរឿងដែលត្រូវធ្វើអញ្ចឹងហើយឈីងយីនេះគេក៏សុំជូនទៅស៊ូបានបដិសេធហើយគេក៏សួររកមូលហេតុថានាងស្អប់គេមិនមែនអត់ចង់ជិះឡានជាមួយគេអញ្ចឹងហើយស៊ូក៏និយាយថាអត់បានស្អប់ទេតែឈីងយីថាអញ្ចឹងផ្ដល់កិត្តិយសឲ្យគេបានជូនបងថ្លៃទៅផងហើយស៊ូឯនេះក៏ប្រកាសទៀតលែងបានក៏យកព្រមជិះឡានជាមួយគេទៅហើយមេឃហ្នឹងក៏វាភ្លៀងទៀតណាឈីងយីក៏សួរតនាងតែម្ដងថាអ្នកនាងហ្វាងនៅណានយ៉ាងភ្លៀងច្រើនជាងនៅណានឆឹងនេះត្រូវអត់ហើយស៊ូក៏ឆ្លើយថានឹងហើយទៅគេហ្នឹងណែនាំថាបើអ្នកនាងហ្វាងចូលចិត្តអាកាសធាតុក្តៅហើយអត់មានភ្លៀងច្រើនគួរតែទៅរស់នៅប៉ៃឆឹងតើអ្នកនាងធ្លាប់ទៅរស់នៅទីនោះដែរឬមួយក៏អត់ស៊ូក៏បដិសេធឈីងយីក៏ថាគេធ្លាប់ទៅនៅទីនោះហើយក៏បានស្គាល់ជាមួយនឹងមនុស្សស្រីម្នាក់ពួកគេស្និទ្ធស្នាលជាមួយគ្នាខ្លាំងណាស់ប៉ុន្តែគួរស្ដាយក្រោយមកនាងក៏ស្លាប់បាត់ទៅប៉ុន្តែសម្រាប់គេក៏ថានាងស័ក្តិសមនឹងស្លាប់ដោយសារតែនាងទៅគេត្រូវរស់នៅរងទុក្ខក្នុងគុករយៈពេល3ឆ្នាំស៊ូឯនេះហាក់មានអារម្មណ៍ថាខុសចំពោះគេតែពេលហ្នឹងនាងក៏និយាយថារឿងរ៉ាវកន្លងហួសទៅហើយគេគួរតែបំភ្លេចចោលឈីងយីក៏ថាទៅនាងហ្វាងនេះចិត្តទលាយពេកហើយប៉ុន្តែគេមិនដូចគ្នាទេហើយក៏សួរនាងតទៀតថាមនុស្សស្លាប់អាចរស់ឡើងវិញបានឬមួយក៏អត់ថាជាអត់ទេត្រូវអត់គេក៏គិតអញ្ចឹងដែរប៉ុន្តែបើសិនជានាងអាចរស់ឡើងម្ដងទៀតបានមែនគេហ៊ាននិយាយតែម្ដងថាគេនឹងធ្វើឲ្យនាងរស់នៅដូចជាធ្លាក់នរកអញ្ចឹងអ្នកនាងហ្វាងគិតថាគេអាចធ្វើបែបនឹងបានឬក៏អត់ស៊ូដឹងថាគេប្រហែលជាចង់គំរាមនាងហើយនាងក៏និយាយថាបើសិនជាមនុស្សស្រីម្នាក់នោះអាចងើបពីសេចក្តីស្លាប់បានមែនណាតើឈីងយីគិតថានាងអាចឲ្យគេទានទម្លាក់នាងស្រួលបានមែនហើយឈីងយីក៏ថាទៅនាងគិតច្រើនពេកហើយគេមិនបានទៅធ្វើអីធំដុំនោះទេគ្រាន់តែបង្ហាញអត្តសញ្ញាណរបស់នាងប្រកាសជាមានអ្នកផ្សេងទៀតនេះចាំចាត់ការនាងជំនួសគេហើយតើគេនិយាយនឹងត្រូវអត់ហើយនាងក៏ធ្វើជាសួរគេហេតុអីបានចេះទៅហៅនាងថារិនស៊ូអញ្ចឹងគេយល់ច្រឡំហើយឈីងយីហ្នឹងក៏ថាឈប់ធ្វើពុតទៀតទៅនាងគឺជាអ្នកដែលបង្ហាញវីដេអូរបស់ហ៊ូមីងសៀនដូចជាប្រើប្រាស់មិត្តប្រើរបស់គេបន្ទាប់មកក៏ចូលមកគ្រួសារនេះគេមិនដឹងថានាងមានផែនការអីទេបានជាធ្វើឲ្យពួកគេជឿជាក់ទៅលើនាងយ៉ាងហ្នឹងហើយពេលនេះបើទោះបីជាឈីងយីប្រាប់អត្តសញ្ញាណរបស់នាងទៅអ្នកទាំងអស់គ្នានោះក៏ពួកគេមិនជឿឈីងយីដែរស៊ូក៏បានបដិសេធថានាងមិនយល់ពីអ្វីដែលឈីងយីនិយាយឡើយឈីងយីថានាងបដិសេធទៅព្រោះគេដឹងថាគឺជាអ្នកជំនាញដែលពូកែលេងសើចជាមួយនឹងផ្លូវចិត្តរបស់អ្នកដទៃណាប៉ុន្តែគេចង់ប្រាប់ឲ្យនាងដឹងថាលើកនេះឈានជើងចូលមកក្នុងគ្រួសារមូរងដោយសារមូលហេតុអ្វីគេមិនដឹងទេតែគេមិនអនុញ្ញាតឲ្យវាកើតឡើងជាលើកទី2ឡើយមុនពេលដែលនាងសម្រេចគោលដៅគេនឹងបកអាក្រាតពិធីពិតរបស់នាងឲ្យអ្នកទាំងអស់គ្នាបានដឹងស៊ូអត់មានតបតអីទេពេលដែលត្រឡប់មកដល់ផ្ទះវិញឡាយអ៊ីគេក៏បានមកប្រាប់ពីរឿងដែលគេបានទៅសើតាក់ទងជាមួយនឹងការស្លាប់របស់រិនស៊ូកាលពីឆ្នាំនោះតពីនាងស្លាប់ហើយក្រុមហ៊ុនរបស់នាងដែលនៅប៉ៃឆឹងហ្នឹងក៏ត្រូវបានបើកហើយពាក់ព័ន្ធជាមួយនឹងនាងកាលនោះក៏ត្រូវបានលុបបំបាត់ដូចគ្នាអត់មានសល់ដានអីទេមិនដឹងថានាងទៅបករឿងបកហេតុជាមួយអ្នកណាខ្លះទេអញ្ចឹងហើយក៏រកមិនឃើញពីមូលហេតុនៃការស្លាប់របស់នាងឡើយឈីងយីរបស់យើងក៏បានទាយទុកមុនហើយនាងមកបង្ហាញខ្លួននៅទីនេះបាស់ជានាងបានរៀបចំផែនការរួចរាល់អស់ហើយឡាយអ៊ីនេះក៏មិនសប្បាយចិត្តដែរព្រោះតែរកអត្តសញ្ញាណរបស់ស៊ូនឹងហើយទៅគ្រូសាហួរនឹងគេបានធ្វើទរណកម្មទៅលើលោកប្រុសរបស់គេដល់ថ្នាក់អាដៃមិនដឹងមានរបួសដល់កម្រិតណាទេហើយឈីងយីរបស់យើងមិនអត់និយាយរឿងនឹងប្រាប់បងប្រុសរបស់គេឡើយហើយឡាយអ៊ីនឹងគេក៏ទទួលបញ្ជាហើយឈីងយីក៏ឲ្យឡាយអ៊ីទៅរកមនុស្សម្នាក់ដែលមានឈ្មោះថាកូលីកាលនោះគេចាំបានថាបរិសម្នាក់នឹងគឺជាអ្នកបម្រើតែម្នាក់ក៏ដែលបានឃើញមុខរបស់រិនស៊ូពេលដែលលោកម្ចាស់ហ៊ូមិនស៊ីនឹងមានរឿងតែក្រោយមករករិនស៊ូមិនឃើញក៏បញ្ជូនគេឲ្យទៅហ្វឹងអានបាតហើយទៅដល់ពេលនេះគេថាដល់ពេលវេលាដែលនាំគាត់មកជួបជាមួយនឹងថៅកែចាស់របស់គាត់វិញហើយគម្រោងការរបស់ឈីងយីយើងមិនបានវាយប្រហារទៅលើស៊ូនឹងដែលផ្ទាល់ទេហើយគេចង់ប្រើប្រាស់មនុស្សនៅជុំវិញខ្លួនដែលស្គាល់នាងដាក់ទៅលើរូបនាងវិញដែលឲ្យនាងនេះគ្មានច្រកចេញហើយសូមក្តីមេត្តាពីគេដល់ពេលនោះទៅគេអាចទទួលស្គាល់ថានេះគឺជាការបរាជ័យរបស់នាងពិតប្រាកដហើយបន្ទាប់ពីនឹងមកថ្ងៃកម្មវិធីបើកសាលាអាកាសចររបស់គេក៏បានមកដល់ក៏ជាពេលវេលាដែលឈីងយីផ្ដល់នៅឆាកល្ខោនមួយដ៏ធំសម្រាប់ស៊ូនឹងផងដែរដោយឲ្យឡាយអ៊ីទៅនាំលោកពូលីម្នាក់នោះពីហ្វឹងអានមកដល់ណាន់ឆឹងនៅលើចំណតរថភ្លើងដែលពួកគេចុះមកនឹងក៏ដំណើរគ្នាជាមួយនឹងតារាស្រីល្បីល្បាញម្នាក់ដែលមានឈ្មោះថាហៃឋានឈីងមើលទៅនាងមិនមែនជាតារាស្រីធម្មតាទេ
គាត់តែក៏លេចឃើញវត្តមានរបស់លោកពូលីក៏ដូចជា Lai E នឹងនាងក៏បានប្រាប់មនុស្សជាច្រើនដែលមកសុំហត្ថលេខាពីនាងនឹងចូលទៅក្បែរលោកពូលីនោះហើយធ្វើជាចុះហត្ថលេខាឲ្យគាត់ហើយពេល Lai E នាំលោកពូនឹងចេញទៅដឹងថាគាត់បានបាត់កាបូបលុយទៅហើយបានសង្ស័យម្នាក់ស្រីនឹងហើយដែលយកគាត់ចង់ត្រឡប់ទៅយកវិញតែ Lai E នេះមិនឲ្យគាត់ទៅទេបញ្ញាប់នាំគាត់ចាក់ចេញពីកន្លែងហ្នឹងពូលីគាត់មិនដឹងថាគេនាំគាត់ទៅណាទេប្រាប់គាត់សិនមកហើយ Lai E ហ្នឹងក៏ប្រាប់ទៅថានាំគាត់ទៅជួបនឹងមនុស្សម្នាក់ដែលជាថៅកែចាស់របស់គាត់ដែលជាហ៊ូចុងឈីនឹងឯងគាត់ក៏បដិសេធថាអត់ទេថៅកែចាស់របស់គាត់គឺហ៊ូមិនស៊ីគាត់បានស្លាប់បាត់ទៅហើយពេលនឹងដែរគាត់ទាមទារត្រឡប់ទៅវិញតែ Lai E នេះក៏ប្រាប់តាមត្រង់តែម្ដងទៅថានាំគាត់ទៅចង្អុលមុខឃាតករដែលបានសម្លាប់លោកម្ចាស់ហ៊ូមិនស៊ីនឹងឯងទៅគាត់ព្រមទៅជាមួយហើយចៃដនអីពេលនោះក៏បានជួបជាមួយនឹងលីពូជឺគេមកទីនេះតាមបញ្ជាស្នងការរបស់គេដោយសារប្រពន្ធគាត់ហ្នឹងគឺជាអ្នកគ្រប់គ្រងរបស់ហៃឋានឈីងមកអញ្ជើញនាងទៅជួបគាត់ជាពិសេសអញ្ចឹងទៅប្រាប់រួចហើយ Lai E ហ្នឹងក៏សុំចាក់ចេញទៅពូលីហ្នឹងព្រមទៅទេដោយសារតលឺថាពូជឺហ្នឹងគេជាអធិការគាត់ក៏សុំឲ្យគេហ្នឹងជួយរកកាបូបគាត់ផងដោយគាត់ហ្នឹងសង្ស័យថាតារាស្រីម្នាក់នោះហើយជាអ្នកយកទៅហើយលីពូជឺគេក៏ទទួលពាក្យគាត់ហើយ Lai E ហ្នឹងគេក៏បញ្ញាប់នាំគាត់ចាក់ចេញទៅលីពូជឺឯនេះវិញក៏នាំកងកម្លាំងរបស់ពួកគេមកបំបែកភាពរញ៉េរញ៉ៃមួយហ្នឹងហើយឋានឈិញឯនេះក៏ឆ្លៀតឱកាសរត់ចេញតែម្ដងទៅតែមិនដឹងហេតុអីទេនាងក៏វាយមួករបស់លីពូជឺហ្នឹងតនាងដូចជាចង់ទាមទារការចាប់អារម្មណ៍របស់ពូជឺហើយមើលទៅហើយអ្នកគ្រប់គ្រងគេឯនេះវិញក៏ស្ម័គ្រស្មោះរត់តាមនាងពីក្រោយនឹងទៀតហើយលីពូជឺគេក៏រត់ទៅតាមនាងដែរដើរបានពាក់កណ្ដាលផ្លូវគេក៏សង្ស័យថានាងពូនៅទីហ្នឹងហើយពេលចូលទៅមើលនាងក៏នៅទីហ្នឹងពិតមែនហើយនាងក៏ចាប់ពូជឺហ្នឹងយកទៅបាំងខ្លួននាងទៀតនាងមិនមែនបាំងធម្មតាទេដូចជាចង់អោបគេទៀតហើយពូជឺនេះវិញគេឡើងអៀនក្តាប់ដៃត្រង់អីណាណៃនេះនិយាយទៅគេឡើងរឹងខ្លួនដូចកលឈើតែម្ដងរហូតឋានឈិញហ្នឹងគេដកខ្លួនចេញហើយក៏អរគុណទៅកាន់ពូជឺហ្នឹងទៅហើយពូជឺថាមិនអីទេគេកំពុងតែលួចញញឹមក្នុងចិត្តរួចហើយក៏ធ្វើជាមើងម៉ាត់មកវិញហេតុអីបានជានាងរត់ហើយឋានឈិញហ្នឹងគេក៏ថាទៅបើមិនរត់ទេច្បាស់ជាត្រូវពួកគេស៊ីទាំងរុំមិនខានឡើយហើយនាងក៏ឆ្ងល់ហេតុអីបានពូជឺហ្នឹងមកតាមនាងដែរហើយពូជឺឯគ្នារកឆ្លើយមិនតាន់ទេនាងក៏គិតថាគេហ្នឹងជាហ្វេនរបស់នាងម្នាក់ដែរនាងក៏សួរពូជឺហ្នឹងថាចង់បានហត្ថលេខារបស់នាងដែរមែនតែនាងមានបិចទេពេលហ្នឹងនាងក៏នឹកឃើញយកកសែងដៃរបស់នាងផ្ដិតក្រានធ្វើជាហត្ថលេខាជូនទៅកាន់ពូជឺហ្នឹងតែម្ដងទៅធ្វើឲ្យពូជឺនេះគេនិយាយអីលែងចេញហ្មងណាកិច្ចការដែលប៉ូលីផ្ដាំមុនហ្នឹងភ្លេចអស់ហើយមើលទៅតែពេលហ្នឹងនាងប្រុងនឹងចាក់ចេញទៅហើយពូជឺហ្នឹងក៏នឹកឃើញរឿងកាបូបរបស់ប៉ូលីគេក៏សួរនាងទៅថានាងជាអ្នកលួចកាបូបប៉ូលីមែនហើយចង់នាំនាងហ្នឹងទៅស្នងការដើម្បីសួរចម្លើយអញ្ចឹងណាអានឈិញហ្នឹងគេធ្វើជាខូចចាត់ហេតុអីបានជាពូជឺហ្នឹងមកសង្ស័យលើនាងអញ្ចឹងហើយនាងក៏និយាយថានាងដឹងហើយថាអ្នកទាំងអស់គ្នាមិនដែលឲ្យតម្លៃអ្នកសម្ដែងដូចជានាងឡើយពូជឺហ្នឹងគេក៏ថាគេមិនបានចោទថានាងជាចោទទេតែគេត្រូវឆែកឆេរខ្លួននាងដើម្បីបញ្ជាក់ច្បាស់អញ្ចឹងណាហើយវាក៏ជួយស្រង់ភាពស្អាតស្អំឲ្យនាងផងដែរហើយឋានឈិញហ្នឹងនាងក៏យល់ព្រមតែមិនមែនឆែកធម្មតាទេនាងលេងសតែដោះឲ្យគេឆែកហ្មងណាហើយពូជឺណៃវិញមានតែឆែកអីកើតគេក៏មិនហ៊ានមើលណាហើយគេក៏យល់ព្រមឈប់ឆែកហើយគេក៏គេចខ្លួនទៅបាត់ទៅពូជឺហ្នឹងមានតែដឹងឯណាថានេះជាល្បិចកលរបស់នាងហើយនាងពិតជាអ្នកដែលលួចកាបូបលពូលីនឹងពិតមែនហេតុអីបានជានាងលួចដោយសារតែនាងគឺជាគ្នារបស់រិនស៊ូស៊ូនឹងឯងហើយពេលហ្នឹងនាងក៏បានខកទៅប្រាប់ស៊ូស៊ូដែលស៊ូស៊ូលើកទូរស័ព្ទហើយនាងខ្លាចមានគេសង្ស័យទៅនាងនិយាយថានេះជាហាងផ្កាមែនទេហានឈីងនាងក៏ប្រាប់ទៅថាគេបានឃើញ Lai E នាំយកមនុស្សម្នាក់មកហើយគេមានឈ្មោះថាពីឆៃគ្រាន់តែលើឈ្មោះនឹងភ្លាមស៊ូស៊ូដឹងថាជាពីណាគេហើយតែពេលហ្នឹងនាងក៏លេចឃើញឈីងយីក៏មិនហ៊ាននិយាយត្រង់ជាមួយឋានឈីងទេនាងក៏និយាយថានាងចង់កំងផ្កាដើម្បីយកមកក្នុងកម្មវិធីដូច្នេះហើយជួយសម្អាតស្លឹកមិនល្អនឹងដើមឈើដែលងាប់ចេញផងឋានឈីងគេក៏យល់ពីសម្ដីរបស់ស៊ូស៊ូបិទត្រឹមនឹងទៅឈីងយីវិញដឹងហើយថានាងនិយាយទូរស័ព្ទតែនៅធ្វើពើសួរនាងទៀតទៅស៊ូស៊ូប្រាប់ទៅថានាងកំងផ្កាដើម្បីយកមកដាក់ក្នុងកម្មវិធីរបស់ឈីងយូនឹងឯងដូច្នេះហើយនាងត្រូវចេញទៅយកផ្កាហ្នឹងតែឈីងយីហ្នឹងក៏ខាត់ថាឲ្យនាងទៅទេដោយសារមានភ្ញៀវសំខាន់នាងហ្នឹងនៅរងចាំទទួលហើយស៊ូស៊ូហ្នឹងក៏ថាទៅមនុស្សនៅផ្ទះនេះអស់ហើយមែនទេបានត្រូវនាងនេះជាអ្នកទទួលទៅវិញហើយឈីងយីក៏ប្រាប់ទៅដោយសារតែភ្ញៀវម្នាក់នេះគឺជាទូលខោនអត់មានពីណាគេស័ក្តិសមជាងនាងឡើយជាមួយគ្នានេះគឺបញ្ជាក់បានថាឈីងយីគេបានដឹងហើយថាឋានឈិញហ្នឹងគឺជាមនុស្សរបស់ស៊ូស៊ូនឹងឯងលេចមកមើលលើផ្លូវនេះវិញប៉ែហ៊ូចុងឈីហ្នឹងគេកំពុងតែនៅជាមួយនឹងកូនប្រុសធំរបស់គ្រួសារចាងដែលមានឈ្មោះថាចាងមីងស៊ូកំពុងតែធ្វើដំណើរទៅចូលរួមកម្មវិធីរបស់គ្រួសារមូរុងនឹងឯងហើយហ៊ូចុងឈីហ្នឹងគេមិនចង់នៅកម្មវិធីហ្នឹងយូរពេកទេវាគួរឲ្យធុញទៅបបួលចាងមីងស៊ូហ្នឹងចេញពីកម្មវិធីឲ្យលឿនបន្តិចដើម្បីទៅលេងនៅរង្គសាលជាមួយគេត្រូវបានចាងមីងស៊ូហ្នឹងគេបដិសេធព្រោះត្រូវបញ្ញាប់ត្រឡប់ទៅវិញមើលថែឪពុករបស់គេហើយប៉ែចុងឈីហ្នឹងក៏និយាយថាគេដឹងហើយថាមីងស៊ូហ្នឹងគឺជាកូនកតញ្ញូបញ្ញាប់ទៅមើលឪពុកគេដែលពិការហ្នឹងហើយមីងស៊ូហ្នឹងគេក៏សួរថាប៉ែចុងឈីហ្នឹងទៅថាខែងអត់មកចូលរួមណាហើយចុងឈីហ្នឹងគេក៏ថាទៅថាគេថាពីអង្កាលថាគេនេះគឺជាអ្នកឲ្យអំណោយយន្តហោះទាំងមូលនេះមិនមកចូលរួមបានយ៉ាងម៉េចគេគ្រាន់តែធ្វើរឹកពីឲ្យគ្រួសារមូរុងហ្នឹងពិបាកបន្តិចដើម្បីយកចិត្តគេព្រោះគេមានបានអ្វីពីការជូនយន្តហោះហ្នឹងទេសោះពេលជាមួយការធ្វើដំណើរហ្នឹងឋានឈិញឯនេះកំពុងតែអង្គុយរងចាំការមកដល់របស់ Lai E នៅត្រង់ម្ខាងទៀត
គ្រាន់តែគេធ្វើដំណើរមកដល់ភ្លាមក៏ផ្ដល់សញ្ញាឲ្យទៅកាន់មនុស្សស្រីម្នាក់ទៀតដែលរងចាំនៅអគារខាងមុខហើយគេក៏បានទៅបើកសៀវភៅកាំភ្លើងដែលបានលាក់នៅក្នុងនោះយកមកដំឡើងតម្រង់ទៅឡានរបស់ Lai E តែម្ដងតែចៃដនអីធីសាក៏បានបើកឡានមកឈប់នៅមុខឡានរបស់អ្នកទាំងអស់គ្នាថាឡានគេខូចអីអញ្ចឹងទៅតែតាមពិតទៅវាគ្រាន់តែជាការរៀបចំដើម្បីឲ្យឡានរបស់ Lai E នឹងឈប់ឲ្យគេបាញ់ចំពូលីដែលនៅពីក្រោយនោះគ្មានខុសអីសូម្បីតែបន្តិចហើយ Lai E នេះវិញក៏ចេញមកឃើញទីតាំងអ្នកបាញ់នឹងហើយក៏បញ្ញាប់រត់ទៅរកគេដោយមិនខ្វល់ពីពូលីនៅក្នុងឡាននោះឡើយហើយប៉ែចុងឈីជាមួយនឹងចាងមីងស៊ូបានឃើញហេតុការណ៍នឹងហើយភ័យដែរនឹងក៏បញ្ជាឲ្យកូនចៅគេបញ្ញាប់បើកឡានចេញពីកន្លែងនឹងទៅអត់មកមើលស៊ូស៊ូឯនេះវិញមិនដឹងថានាងនិយាយជាមួយអ្នកណាទេរួចក៏និយាយថានាងដឹងហើយរួចនាងក៏ចុះមកខាងក្រោមដើម្បីប្រាប់ទៅកាន់ចុងភៅថានាងចង់ធ្វើម្ហូបនៅណានយ៉ាងក្នុងកម្មវិធីនឹងដែរប៉ុន្តែខ្វះគ្រឿងមួយចំនួននាងចង់ទៅទិញនាងប្រំនឹងចាក់ចែងឈិញយីក៏បង្ហាញខ្លួនតែម្ដងហើយក៏សួរទៅថានាងហ្វាងខ្វះគ្រឿងអ្វីដែរបានជាបញ្ញាទៅទិញបែបនេះស៊ូស៊ូក៏ប្រាប់ទៅថាខ្វះផ្លែល្ហុងហើយឈិញយីក៏ថាមិនចាំបាច់ទៅដល់ផ្ទាល់ទេចាំគេឲ្យ Lai E ទិញល្ហុងដែលស្រស់ល្អយកមកជូននាងហើយល្ហុងដែលគេសម្ដៅនោះគឺលពូលីនឹងឯងតាមពិតទៅពេលដែលឋានឈិញគេបានឃើញលពូលីក្នុងឡានរួចហើយ Lai E នឹងគេបានដូរមនុស្សឲ្យពូលីនឹងចេញពីក្នុងឡានបាត់ទៅហើយអ្វីដែលគេបាញ់ត្រូវនោះគ្រាន់តែជាមនុស្សខ្លាំងៗដែលគេរៀបចំតែប៉ុណ្ណោះដូច្នេះហើយពេលនេះគ្រប់យ៉ាងគឺនៅក្រោមការគ្រប់គ្រងរបស់ឈិញយីហើយគេក៏ដេញអ្នកបម្រើចេញទៅអស់រួចក៏និយាយទៅកាន់ស៊ូស៊ូថានាងចេះរៀបចំផែនការគេក៏ចេះដូចគ្នារួចគេក៏ដើរទៅចិត្តនាងម្ដងបន្តិចអាស៊ូស៊ូឯនេះវិញក៏លូកដៃទៅយកកំបិតលាក់មកក្រោយខ្នងរួចក៏សួរគេទៅថាគេចង់ធ្វើអីឈិញយីថាហេតុអ្វីបានជានាងសួរគេគួរតែគេទៅវិញទេដែលជាអ្នកសួរនាងថានាងខ្លាចក្នុងការជួបមិត្តចាស់មែនស៊ូស៊ូក៏ឆ្លើយថាមិនខ្លាចទេហើយឈិញយីវិញគេអោនទៅឡើងចិត្តនាងហ្មងហើយក៏ដល់យកកំបិតពីក្រោយខ្នងនាងមកហើយក៏សួរនាងថាក្រៃមិនខ្លាចទេអីចុះនេះគឺជាស្អីវិញហើយស៊ូស៊ូនេះឆ្លើយមានចេញឯណាហើយគេក៏យកកំបិតនឹងមកដាក់លើកស៊ូស៊ូឬក៏សួរនាងទៅថាដឹងដែរឬអត់ថាសំឡេងអីដែលពីរោះជាងគេនៅលើលោកនឹងសួរនាងហើយគេក៏ឆ្លើយខ្លួនឯងទៅថាគឺជាសំឡេងម្រាមដៃប៉ះលើស្បៃរបស់សាកសពមនុស្សជាទីស្រឡាញ់របស់គេនិយាយមកឡើងខោខើហ្មងស៊ូស៊ូហ្នឹងក៏ធ្វើជាមិនយល់អ្វីដែលគេកំពុងតែនិយាយអញ្ចឹងតែគេថាមិនអីទេបើនាងមិនចាំក៏មិនអីដែរគេនឹងបង្ហាញនាងម្ដងបន្តិចដើម្បីនាងចងចាំហើយកុំគិតថាអាចឈានជើងចេញពីផ្ទះមួយនេះមកចំហៀនឲ្យសោះហើយគេក៏ឲ្យនាងត្រឡប់ចូលទៅធ្វើម្ហូបវិញទៅហើយហៅចុងភៅទាំងអស់គ្នាមកជួយធ្វើម្ហូបអ្នកនាងហ្វាងហើយគេក៏អត់មានតាណាទេគឺនៅឈរមើលនាងធ្វើម្ហូបតែម្ដងហើយរឿងរបស់យើងក៏ស្លេះត្រឹមនេះរងចាំភាគ5បន្តទៀតណាបាយអ្នកទាំងអស់គ្នាអរគុណខ្លាំងមែនទែនដែលតាមដានជាមួយ admin